Ok,នៅក្នុងវីដេអូនេះលោកគ្រូនឹងចែករំលែកពាក់ព័ន្ធជាមួយនឹងការបែងសក់បងប្អូនតែងតែឃើញជាងសក់ដែលគាត់ជាងអាជីពដែលគាត់មុនការកាត់គាត់តែងតែបែងសក់អញ្ចឹងហេតុផលអីដែលត្រូវគាត់បែងសក់ហើយការបែងហ្នឹងគាត់ចិត្តតែបែងឬក៏បែងមានក្បួនមានຂະຫນាត់ច្បាស់លាស់អញ្ចឹងនេះលោកគ្រូនឹងចែករំលែកពាក់ព័ន្ធជាមួយនឹងរលាកក្បាលរបស់យើងនៅក្នុងរលាកក្បាលរបស់យើងបើសិនជាយើងពឹងផ្អែកទៅលើការបែងសក់គឺយើងពឹងផ្អែកទៅលើនឹងរលាកក្បាលរបស់យើងអញ្ចឹងបងប្អូនអាចនឹងមើលនៅចំណុចនេះដែលយើងមើលទៅពីខាងលើហ្នឹងយើងឃើញមាន4កាត់ត្រង់ទី1ទី2ទី3ទី4អញ្ចឹងណាអញ្ចឹងយើងឲ្យពីណាមួយទៅក៏បានដែរប៉ុន្តែនៅក្នុងនេះវាមាន4កាត់ត្រង់អញ្ចឹងខ្សែបដោយនេះចេញពីចំណុចច្រមុះយើងនេះទៅក្រោយពុះក្បាលជា2វគ្គដានេះបាទខ្សែបន្ទាត់ទី1ហ្នឹងហើយនឹងខ្សែបន្ទាត់ទី2នេះចេញពីខាងក្រោយគល់ត្រចៀកនេះពុះមកខាងនេះអញ្ចឹងចំណុចដែលប្រសពគ្នាកន្លែងនេះគឺជាចំណុចគេហៅ apex ឬក៏ចំណុចខ្ពស់បំផុតនៃរលាកក្បាលនៅកន្លែងហ្នឹងណាដោយបងប្អូនបានឃើញនៅពីមុននឹងការបែងសក់ហ្នឹងគេដាក់ក្រាស់ថ្មិចពីនៅពីលើក្បាលឲ្យក្រាស់ស្មើអញ្ចឹងចំណុចហ្នឹងគឺចំណុចទួលខ្ពស់បំផុតនៃរលាកក្បាលមិនមែនកញ្ចៅក្បាលយើងទេណាគឺចំណុចទួលគេហៅ apex បាទជាចំណុចប្រសពរវាងបន្ទាត់ពីរហ្នឹងបន្ទាត់នេះនិងបន្ទាត់នេះបាទតើបើយើងបែងចែកកាត់ត្រង់ជា4នេះសម្រាប់យើងប្រើ design ម៉ូដសក់ទៅតាមប្រភេទផ្សេងនេះជាគោលការណ៍គ្រឹះសម្រាប់ការបែងសក់នៅលើផ្នែកខាងលើហ្នឹងណាបាទផ្នែកខាងលើក្បាលខាងលើហ្នឹងយើងមកមើលរូបភាពខាងចំហៀងនេះវិញបងប្អូននឹងឃើញមានបន្ទាត់នេះមួយបាទបន្ទាត់នេះមួយគឺជាបន្ទាត់ដែលពុះចែករវាងម៉ូដសក់នៅផ្នែកខាងលើនិងផ្នែកខាងក្រោមអញ្ចឹងបន្ទាត់នេះគឺជាគេហៅថាគឺជាតំបន់នៃការទប់ស្កាត់បានន័យថាគឺជាព្រំដែនរវាងរលាកខាងលើនិងរលាកខាងក្រោមនេះបាទដែលយើងតែងតែកាត់សក់យើងពឹងផ្អែកទៅលើអានោះជាគោលការណ៍ហ្មងបាទអញ្ចឹងកាលណាតែយើងកាត់សក់ឬក៏យើងបង្កើតត្រេសក់ដែលបំពេញទៅលើគោលការណ៍នេះអញ្ចឹងសក់នីមួយៗគឺចាប់ដើមផ្លាស់ប្ដូរនៃរូបរាងរបស់វាហើយនឹងវាអត់សមាមាត្រជាមួយនឹងទម្រង់មុខរបស់អតិថិជនរបស់យើងម្នាក់ៗទេបាទអញ្ចឹងកន្លែងនេះគេហៅតំបន់ទប់ស្កាត់ដូចជាព្រំដែនយើងរវាងយើងនឹងប្រទេសណាមួយនៅយើងអញ្ចឹងណាបាទហ្នឹងគឺជាហៅតំបន់ទប់ស្កាត់កន្លែងនេះហាមដាច់ខាតក្នុងការបង្កើតម៉ូដសក់ផ្នែកខាងក្រោមនេះចូលទៅផ្នែកខាងលើវានឹងផ្លាស់ប្ដូរទ្រង់ទ្រាយហើយនឹងវាខុសនឹងធរណីមាត្រនិមិត្តដ្ឋាននៃទម្រង់មុខរបស់អតិថិជនរបស់យើងអញ្ចឹងចំណុចនេះគឺជាចំណុចដែលគេហៅថាតំបន់ទប់ស្កាត់នៅកន្លែងហ្នឹងហើយវាមានខ្សែបន្ទាត់នេះមួយគឺខ្សែកែងហើយក៏មានខ្សែស្រោបបើមែនទែនទៅកន្លែងហ្នឹងវាប្រៀបបានដូចជា